4ចម្បងបងប្អូនប៉ុន្តែក៏នៅជាលិកាដតីទៀតដែរបងប្អូននេះគឺនិយាយពីចម្បង4ហើយបានជាលិកាអង្គនេះវាបង្កើតទៅជាសរីរាង្គបងប្អូនដឹងហើយកោសិកាបង្កើតជាលិកាបង្កើតជា organ ណា organ បង្កើតជាប្រព័ន្ធបង្កើតជាសារពាង្គកាយទាំងមូលបងប្អូនអញ្ចឹងយើងលើកយក epithelium មកបង្ហាញយើងហៅ epithelial tissue ក៏បានយើងហៅថា epithelium ក៏បានដែរបងប្អូននេះគឺជាជាលិកា epithelium បងប្អូនដែលវាមាននៅក្នុងខ្លួនយើងណាអញ្ចឹង epithelium ជាលិកាដែលយើងឃើញហ្នឹងបងប្អូនអ่ะបាទជំរាបសួរបាទអូនផ្ទះខ្ញុំជាប់ហាងសុកមានណាអូនផ្ទះលេខមាត់ទន្លេបាទអរគុណបាទអរគុណអញ្ចឹងបងមើលនេះជា epithelium ឬក៏ epithelial tissue epithelial ក៏បាន epithelial tissue ក៏បានណាបង epithelium ឬក៏យើងហៅថា epithelial tissue អញ្ចឹងបងមើលជាលិកា epithelium នេះមាននៅផ្លូវអីខ្លះបងអូនឃើញទេនេះផ្លូវនេះគឺផ្លូវរំលាយអាហារបង oral cavity មកហ្នឹងdigestive tract នេះបងឃើញទេមាននៅនឹងស្បែកដែរបងជាលិកាដែលក្របលើស្បែកយើងនេះមាននៅផ្លូវដង្ហើមបងឃើញទេពីហ៊ុនច្រមុះរហូតដល់សួតណាបងមាននៅក្នុងស្រោមសួតដែរបងសួតយើងវាស្រោបដោយស្រោមហ្មងមាននៅក្នុងបេះដូងសរសៃឈាមបងក្រៅដោយ epithelium ដែរហាតនេះយើងភ្លេច e បងយើងត្រូវដាក់ e ពីមុខ e ចេះ e a បងមាននៅក្នុងស្រោមបេះដូងបងមាននៅក្នុងផ្លូវបញ្ចេញចោលទឹកនោមមាននៅក្រាលនៅក្នុងកពេញមានក្រាលនៅក្នុង lymphatic vessel ណាអញ្ចឹងនេះគឺជាការបង្ហាញពី epithelium ដែលវាមាននៅកន្លែងណាខ្លះនៃខ្លួនយើងណាបងអញ្ចឹងមុខងាររបស់ epithelium គឺបងឃើញវាមានក្របបង covering epithelium គឺក្របនៅលើផ្ទៃ surface ក្រាលនៅក្នុង cavity វាក្របនឹងដើម្បីការពារបង protection គឺវាការពារជាលិកាដែលវាក្របលើនឹងឯងវាក្រាលសម្រាប់អីខ្លះសម្រាប់ស្រូបបងដូចជាពវៀនយើងស្រូបចំណីអាហារបងតម្រងនោមយើងមានកន្លែងច្រោះហើយមានស្រូបមកវិញអញ្ចឹងបងកន្លែង proximal tibia របស់ kidney នេះក៏ស្រូបមកវិញដែរវាមានក្រាលនៅក្នុងកពេញបង glandular epithelial នេះគឺក្រាលនៅក្នុងក្រពេញហើយបងឃើញក្រពេញវាមានមុខងារបញ្ចេញឧទាហរណ៍បងឧទាហរណ៍ក្រពេញ exocrine មុខងារបញ្ចេញក្រៅបងដូចជាក្រពេញទឹកមាត់ហ្នឹងក្រពេញ exocrine នេះវាបញ្ចេញទឹកមាត់ហ៎បងក្រពេញញើសហ៎បងវាបញ្ចេញញើអាហ្នឹងក្រពេញ exocrine ដែរក្រពេញលំពែងបងវាបញ្ចេញអង់ស៊ីមរំលាយអាហារអាហ្នឹងក៏ exocrine ដែរបងអញ្ចឹងមុខងារវាបញ្ចេញបង epithelium ដែលក្រាលគេចាត់ទុកវាជា neuro បងគេហៅ neuro epithelial cell នេះគឺឲ្យយើងដឹងណាបងឧទាហរណ៍ epithelium ក្រាលនៅច្រមុះឲ្យយើងដឹងក្លិនបង sensation ក្រាលនៅក្នុងអណ្ដាតឲ្យយើងដឹងរសជាតិបង taste bud អញ្ចឹងអានឹងមកងាយ sensation ណាបងដល់ epithelium ដែលក្រាលនៅក្នុងកន្លែងសារៈកធាបងគឺមាន myo epithelial cell ហ្នឹងគឺមានលទ្ធភាពនឹងកធាឧទាហរណ៍ក៏ពេញទឹកមាត់ហ្នឹងបញ្ចេញទឹកមាត់ហ្នឹងត្រូវការអ្នករុញឲ្យចេញហ៎បងអញ្ចឹងមាន myo epithelial cell អ្នកកធាឲ្យក៏ពេញទឹកមាត់ចេញទឹកមាត់ហ៎បងក៏ពេញញើសដូចគ្នាដែរគឺមាន myo epithelial cell សម្រាប់កធាអត់ចេញញើសហ៎អញ្ចឹងនេះជាមុខងារនៃ epithelium ដែលក្រាលឬក៏ក្របហើយមានមុខងារផ្សេងទៅតាមកន្លែងណាបងនេះគឺជា epithelium បងនេះនៅក្នុងពេញផ្សេងនេះណា
ឧទាហរណ៍ក៏ពេញញើសបងវាបញ្ចេញញើសអេពីតេលៀមបងឃើញវាឈរលើតម្របងតម្រដែលអេពីតេលៀមឈរនេះយើងហៅថា basal lamina ឬក៏យើងប្រើពាក្យថា basement membrane អញ្ចឹងណាបង basal lamina ក៏បានយើងប្រើពាក្យថា basement membrane យើងហៅថា basal lamina បង basement membrane ឬក៏ basal lamina ដូចគ្នាយើងសរសេរកាត់ basal lamina BL ចឹងណាបងរីឯ basement membrane យើងសរសេរកាត់ BM ចឹងទៅ BM ចឹងហ្នឹងបងរីឯ basal lamina វិញយើងសរសេរកាត់ BL ចឹងទៅចឹងជាតម្របងតម្រនេះកើតឡើងពីអីខ្លះបងឃើញនេះគឺមានកើតឡើងពី collagen type 4 collagen មានច្រើន type បងជា protein ណា collagen ហ្នឹងកើតឡើងពី laminin fibronectin បងឃើញទេគឺជាជាតិ glycoprotein កើតឡើងពី proteoglycan ហើយ proteoglycan ហ្នឹងមានឈ្មោះថា heparan sulfate ណាបងហើយនឹងមាន collagen type 7នេះសម្រាប់ភ្ជាប់បងនេះសម្រាប់បោះយុទ្ធការ anchoring fibril នេះគឺ collagen type 7អញ្ចឹងនេះគឺជាធាតុផ្សំនៃ basal lamina ឬក៏ basement membrane ដែលជាតម្ររបស់ epithelium បងកន្លែងលើនេះ epithelium ហើយបងឃើញ epithelium វាទុំលើតម្រហ្នឹងគឺវាមានខ្សែចងបងចំណងនេះគឺចង epithelial cell នេះជាប់ជាមួយនឹង basal lamina នេះគេហៅថា hemidesmosome HD នេះគឺ hemidesmosome នេះគឺ hemidesmosome អញ្ចឹងបងឃើញនេះជាចំណងដែលភ្ជាប់កោសិកា epithelial cell ដែលទុំលើ basal lamina ហ្នឹងឲ្យជាប់ជាមួយ basal lamina ហ្នឹងតាមចំណងហ្នឹងគឺ hemidesmosome បងឃើញទេហើយ basal lamina នេះវាភ្ជាប់គ្នាវាបងឃើញទេអញ្ចឹងវាមានធាតុផ្សំ4អញ្ចឹងវាទុំលើពីលើវាហ្នឹងគឺ epithelial cell ហ្នឹងឯងណាអញ្ចឹងមុខងាររបស់ basal lamina គឺវាជា barrier បងគេហៅ selective barrier មិនទៅបងនេះ basal lamina ចេះហើយពីលើវានេះគឺជា epithelial cell ឧទាហរណ៍បងនេះហើយ epithelial cell នេះវាចងមក basal lamina ហ្នឹងដោយសម្ព័ន្ធ hemidesmosome នេះឯងបងអញ្ចឹង basal lamina ខ្ញុំសេកាត់ហើយណាបង BL ហ្នឹង basal lamina ហើយនេះ E នេះ epithelial cell នេះ epithelial cell អញ្ចឹងអូនឃើញគេថា epithelium ឈរលើ basal lamina ហើយក្រោមវានេះគឺជា connective tissue នេះបងឃើញ connective tissue ខ្ញុំសេកាត់ CT បង connective tissue នេះអញ្ចឹងគេថា basal lamina នេះវាភ្ជាប់ epithelial នេះមក connective tissue នេះឯងហើយវាជា barrier បងយើងហៅថា selective barrier selective បានន័យថាវាជ្រើសរើសបងជារនាំងដែលវាទប់ស្កាត់ប៉ុន្តែវាមានជម្រើសរវាង connective tissue និង epithelium នេះឯងហើយពាក្យថា selective barrier នេះគឺអញ្ចេះទៀតបង connective tissue នេះមានសរសៃឈាមបងសរសៃឈាមមកដល់ connective tissue នេះអញ្ចឹងចំណីអាហារវាត្រូវឆ្លងកាត់ basal lamina នេះឯងដើម្បីមកចិញ្ចឹម epithelium នេះអញ្ចឹងសរសៃឈាមនេះមាននៅត្រឹមតែ connective tissue ឯងបងអញ្ចឹងវាឆ្លងកាត់ basal lamina នឹងឯងដើម្បីមកចិញ្ចឹម epithelium នេះណា
ហើយគេថាបាសាឡាមីណាហ្នឹងវាភ្ជាប់អត្ថិជន connective tissue មក epithelium នឹងឯងបងអញ្ចឹងមុខងារវា selective barrier ហើយវាភ្ជាប់ connective tissue មក epithelium បងមើល epithelium យើងមានប៉ូលបង epithelial cell នេះប៉ូលខាងលើនេះយើងហៅថា apex បង apical ប៉ូលមកបែរមក surface អញ្ចឹងគេហៅថា apical surface ឬក៏ apex ណាដល់ប៉ូលទុំលើ basal lamina នេះយើងហៅថា basal pole បង basal surface អញ្ចឹងផ្នែកខាងលើគឺ apex apical surface ផ្នែកក្រោមគឺ basal surface ហើយផ្នែកខាងនេះ lateral បងអញ្ចឹង epithelium វាមានប៉ូលខាងលើគឺ apex ខាងក្រោមគឺ basal វាទុំលើ basal lamina បង basal រីឯចំហៀងនេះ lateral បងអញ្ចឹងអាហ្នឹងជាប៉ូលរបស់ epithelium ណាបងអញ្ចឹងប៉ូល apex នេះ apical pole នេះគឺវាបែរមក surface បងផ្ទៃនៅខាងលើរីឯ basal pole វិញវាទុំលើ basal lamina រីឯចំហៀង lateral pole វិញវាភ្ជាប់ជាមួយ epithelial cell គ្នាវាបងអញ្ចឹងបងឃើញនេះគឺជាការបង្ហាញពី polarity របស់ epithelium ឥឡូវយើងនិយាយប្រភេទរបស់ epithelium បងខ្ញុំសុំលុបអ្វីដែលខ្ញុំសរសេរសិនហើយបានខ្ញុំ share ម្ដងទៀតបងមើល epithelium របស់យើងមានប្រភេទបង type នេះគឺប្រភេទអញ្ចឹង type របស់ epithelium វាអាស្រ័យនឹងចំនួននៃស្រទាប់របស់ epithelium បងអញ្ចឹងគេប្រើពាក្យ simple epithelium គេប្រើពាក្យ stratified epithelium គេប្រើពាក្យ pseudo stratified epithelium អញ្ចឹងអាហ្នឹងវាអាស្រ័យទៅតាមចំនួនស្រទាប់បងមួយទៀតវាអាស្រ័យទៅតាមរាងរៅរបស់កោសិកាបងគឺវាមានពាក្យថា squamous វាមានពាក្យថា cubidal មានពាក្យថា columnar បងអញ្ចឹងថែបរបស់ epithelium នេះវាប្រែប្រួលបងណាថែបប្រភេទរបស់ epithelium ហ្នឹងវាប្រែប្រួលគឺវាប្រែប្រួលទៅតាមចំនួនស្រទាប់នេះទី1គឺទៅតាមចំនួនស្រទាប់បងប្អូនទៅតាម layer number of layer ចំនួនស្រទាប់មិនខ្លះទៅទី1យើងប្រើពាក្យ simple epithelium simple ទី2យើងប្រើពាក្យ stratified បន្ទាប់មកយើងប្រើពាក្យ pseudo stratified pseudo stratified អញ្ចឹងអានឹងទៅតាមស្រទាប់បងប្អូន simple បានន័យថាម៉េចបងប្អូន simple បានន័យថាមួយស្រទាប់វាមានតែមួយទេណាបង stratify បានន័យថាច្រើនស្រទាប់បងបានន័យថាចាប់ពីស្រទាប់ឡើងទៅអានឹង stratify បងចាប់ពី2ឡើងទៅ2ឡើងទៅក៏បានដែរបងមិនមែនចាប់ពី2គឺ2ឡើងទៅណាបន្ទាប់មកទៀតវាអាស្រ័យទៅតាមរាងរៅបង shape របស់ cell គឺវាមានពាក្យថា squamous វាមានពាក្យថា cubidal រៀងគីបបងមានពាក្យថា columnar រៀងដំបងបងអញ្ចឹងអាហ្នឹងគឺអាស្រ័យទៅតាមចំនួនស្រទាប់
ចំនួនស្រទាប់គឺមានមួយស្រទាប់យើងហៅ simple មានច្រើនស្រទាប់ចាប់ពីពីរស្រទាប់ឡើងទៅយើងហៅថា stratify ដល់ពាក្យ pseudo stratify យើងនឹងឃើញបងអូនអញ្ចឹងអានេះយើងដាក់ចាប់ពីពីរបងអូនមិនមែនពីរថប់លើកពីរធំជាងពីរគឺចាប់ពីពីរឡើងទៅយើងហៅ stratify ហ៎អញ្ចឹងនេះជាការបង្ហាញពី epithelium អូនមើលពាក្យថា simple epithelium យើងអត់បកថា epithelium សាមញ្ញទេបងអូន simple ក្នុងករណីនេះបានន័យថាមួយស្រទាប់បងអូនដល់ stratify ច្រើនស្រទាប់ចាប់ពីពីរទៅបងអូនអញ្ចឹងបងអូនមើលអញ្ចេះ epithelium មួយស្រទាប់អញ្ចេះបងអូន epithelium ជាទូទៅឈរលើ basal lamina អញ្ចេះអញ្ចឹងណាបងអូននេះ basal lamina ខ្ញុំសេកាត់ណាបងអូន BL ឬក៏ basement membrane ក៏បានដែរ BM អញ្ចឹងណាបងអូនអញ្ចឹង BL នេះគឺ basal lamina epithelium មួយស្រទាប់ហ្នឹងឧទាហរណ៍វារៀងជាស្គមរៀងសប៉ែតណាបងអូនរៀងសប៉ែតអញ្ចេះនេះ nucleus វាអញ្ចឹងឧទាហរណ៍ណយយោរបស់វាទៅអញ្ចឹងរៀងអញ្ចឹងនេះមួយទៀតទៅអញ្ចឹងយើងហៅ epithelium ហ្នឹងថាជា simple squamous epithelium បងអូនដល់រៀងចេះវិញរៀងគីបចេះបងអូនយើងហៅថា simple cuboidal epithelium អញ្ចឹងណាបងរៀងចេះនេះយើងលើកឲ្យវាណាបង simple មួយជាន់ដែរហើយរៀងគីបដល់រៀងបញ្ឈរចេះវិញបងខ្ពស់ចេះកោសិកាខ្ពស់ចេះនេះយើងលើកឲ្យវានេះចឹងអានេះយើងហៅថា simple ដែរមួយជាន់ដែរបងប៉ុន្តែរៀងដបង columnar អញ្ចឹងបងឃើញនេះជាប្រភេទរបស់ epithelium ណាអញ្ចឹងអានេះយើងឲ្យឈ្មោះថា simple squamous epithelium អញ្ចឹងទៅនេះ simple squamous epithelium អញ្ចឹងទៅបន្ទាប់មកអានេះយើងហៅថា simple cuboidal epithelium អញ្ចឹងទៅរីឯនេះយើងហៅថា simple columnar epithelium អញ្ចឹងទៅបងអញ្ចឹងនេះជា3ប្រភេទនៃ epithelium បងនេះយើងហៅថា simple squamous អានេះយើងហៅថា simple cuboidal អានេះយើងហៅថា simple columnar ឃើញទេអញ្ចឹងពាក្យថា simple មិនមែនបកថាសាមញ្ញធម្មតាទេបងអូនក្នុងករណីនេះយើងបកថាមួយជាន់ epithelium ដែលមានមួយជាន់ណាបងគឺឧទាហរណ៍វាក្រាលដោយរាង squamous simple squamous ចឹងទៅវាក្រាលដោយ cuboidal គឺចេញជារាងគីបអញ្ចឹងណាបងឬក៏រាងដបងគឺ columnar អញ្ចឹងទៅ simple គឺមួយជាន់ដូចគ្នាបងឃើញទេហើយបងឃើញអា simple squamous នេះឧទាហរណ៍ក្រាលនៅណាបងឧទាហរណ៍វាក្រាលនៅក្នុង simple squamous ហ្នឹងបងវាក្រាលនៅណាខ្ញុំបង្ហាញ simple squamous ហ្នឹង epithelium ហ្នឹងវាក្រាលនៅណាអ៊ីស្លាញនៅកន្លែងណាខ្លះណាវាក្រាលនៅណាខ្លះបងអូនគឺវាក្រាលនៅក្នុងបេះដូងនៅក្នុងសរសៃឈាមសរសៃលីម្បាទិកបងអូនអញ្ចឹងវាក្រាលនៅក្នុងយើងហៅថាកាតយ៉ូបេះដូងបងប្អូន
សរសៃឈាម vascular system ឃើញទេវាក្រៅនៅទីនោះ cardiovascular system វាក្រៅនៅណាទៀតបងក្រៅពីបេះដូងសរសៃឈាមសរសៃលីម៉ាទិកទៀតណាបងមិនមែនតែសរសៃឈាមសរសៃលីម៉ាទិកដែរវាក្រៅនៅក្នុងស្រោមបងគឺសូមពោះពេរីតូនៀមសូមបេះដូងផ្លឺរ៉ាសូមសួតផ្លឺរ៉ាសូមបេះដូងពេរីកាឌៀមបងអញ្ចឹងអាហ្នឹងយើងឃើញ epithelium ដែលជា simple squamous epithelium ហ្នឹងជាលិកានេះវាក្រាលនៅក្នុងប្រព័ន្ធសរសៃឈាមសរសៃលីម៉ាទិកក្រៅនៅក្នុងបេះដូងក្រៅនៅក្នុងសោមពោះសោមសួតសោមបេះដូងជាដើមបងហ្នឹងជា simple squamous epithelium ហើយបងឃើញទេចុះ simple cuboidal epithelium នេះវាក្រៅនៅទីណាវិញបង simple cuboidal epithelium នេះវាក្រៅនៅណាដែរបងវាក្រៅនៅឯណាវាឡាញនៅកន្លែងណាខ្លះបងគឺវាក្រៅនៅក្នុងឧទាហរណ៍បំពង់របស់ kidney យើងហៅថា renal tubule បង renal tubule វាក្រៅនៅក្នុងបំពង់ប្រហូរផ្សេងបងដាក់អញ្ចឹងអាហ្នឹងគឺជា simple cuboidal ហើយបង epithelium ហើយវាក្រៅនៅក្នុង renal tubule ឬក៏ក្រៅនៅក្នុងដាក់ផ្សេងទេបងឬក៏កពេញក៏បានដែរបងកពេញឥឡូវយើងមើល simple columnar ម្ដង simple columnar epithelium វិញគឺវាក្រៅនៅទីណាខ្លះបងវាឡាញនៅនឹងឧទាហរណ៍កាពះយើងបងសូមអញឧទាហរណ៍ពោះវៀនយើងបង intestine យើងទាំងពោះវៀនតូចពោះវៀនធំបង intestine វាក្រៅនៅណាទៀតបងអូខេដល់ដៃស្បូនបងអូវីដាetc ទៅបងមានច្រើនទៀតអញ្ចឹងនេះជាការបង្ហាញអំពីប្រភេទបងនៃ epithelium ដែលមានពាក្យថា simple ហើយ simple នឹងមាន3រាងបងមានរាងសប៉ែត squamous រាងគីបរាងដូចក្របដុកឡាក់អញ្ចឹងបងរាង columnar រាងដបងឃើញទេហើយនេះគឺការបង្ហាញពីប្រភេទនៃ epithelium ហើយនឹងកន្លែងសរីរាង្គដែលវានៅបងឥឡូវយើងមើលពាក្យ stratify ម្ដងបង stratify គឺចាប់ពី2ស្រទាប់ឡើងទៅបងអញ្ចឹងយើងដាក់មក stratify មកហើយយើងផ្អែកទៅលើរាងរើបងឧទាហរណ៍គេប្រើពាក្យ stratify squamous stratify squamous epithelium អា stratified squamous epithelium ហ្នឹងបានន័យថាម៉េចបង
Stratify ច្រើនស្រទាប់ដល់ Scammer សប៉ែតអញ្ចឹងបានន័យថាម៉េច Scammer ហ្នឹងរៀងសប៉ែត Stratify ហ្នឹងច្រើនស្រទាប់អញ្ចឹង Scammer នៅស្រទាប់ណានៅគ្រប់ស្រទាប់ឬក៏នៅស្រទាប់លើឬក៏នៅស្រទាប់បាតណាអញ្ចឹងចម្លើយចំពោះ Stratify Scammer Epithelium គឺ Epithelium ហ្នឹងកើតឡើងពីច្រើនស្រទាប់ចាប់ពី2ឡើងទៅច្រើនណាបងគឺ4 10 20ស្រទាប់អីចឹងទៅហើយអារៀងសប៉ែតនេះគឺនៅលើបង្អស់បងគឺនៅលើបង្អស់ណាហើយអាហ្នឹងមាននៅណាខ្លះអា Stratify Scammer ហ្នឹងគឺវាឡាញនៅក្នុងឧទាហរណ៍ esophagus ស្បែក skin ណា oral cavity ណាកន្លែងដទៃទៀតទៅច្រើនទៀតណាបងអញ្ចឹងអាហ្នឹងពាក្យថា Stratify Scammer ហើយខ្ញុំនឹងគូជូនបងវាអញ្ចឹង Stratify Scammer Epithelium នេះអានេះ basal lamina ទៀតដែរណាបងនេះ basal lamina យើងដាក់មក BL ពួក epithelium តែងតែទុំលើ basal lamina ណាបងហើយក្រោមនេះគឺ connective tissue CT connective tissue លើនេះគឺ epithelium ឥឡូវ epithelium នេះវាច្រើនស្រទាប់បងអញ្ចឹងស្រទាប់ដំបូងគេគឺស្រទាប់បាតណាបងនេះស្រទាប់បាតនេះស្រទាប់បាតអញ្ចឹងនេះជាស្រទាប់បាតណាបងនេះញឹករបស់វាណយយោវាណាបងនេះញឹករបស់វាណយយោហ្នឹងអញ្ចឹងបងឃើញស្រទាប់បាតនេះមកជាន់ហើយអញ្ចឹងខ្ញុំគូស្រទាប់លើបង្អស់ម្ដងរៀងសប៉ែតអូននេះនេះញឹករបស់ស្រទាប់លើអញ្ចឹងបងឃើញនេះគឺកម្រាស់នៃ epithelium ដែលយើងហៅ stratify អូនពាក្យហ្នឹងយើងហៅថា stratify ហើយហើយពាក្យថា stratify គឺច្រើនជាន់បងអញ្ចឹងអាស្រទាប់លើនេះឯងសំខាន់បងរៀង Scammer នេះរៀងសប៉ែតនេះអញ្ចឹង Scammer បានន័យថារៀងជាសប៉ែតណាបង flat ណាខ្ញុំសរសេរ Scammer ក្នុងករណីនេះគឺ flat flat គឺសប៉ែត flat cell ចឹងណាបង shape របស់វារៀង Scammer រៀងសប៉ែតហ្នឹងអញ្ចឹងបងឃើញពាក្យថា stratify Scammer epithelium គឺច្រើនស្រទាប់ stratify ហើយស្រទាប់លើបង្អស់នេះស្រទាប់លើបង្អស់នេះឯងរៀងសំប៉ែត flat cell ស្រទាប់ដទៃទៀតមិនបាច់ខ្វល់ទេបងអញ្ចឹងចំពោះ epithelium ដែលមានច្រើនស្រទាប់គឺគេប្រើពាក្យថា stratify Scammer ហ្នឹងគឺច្រើនស្រទាប់ដែលរៀង Scammer ហ្នឹងគឺជាស្រទាប់លើបង្អស់បងណារីឯស្រទាប់ដទៃទៀតរៀងមិនរៀងទៅបងមិនបាច់ខ្វល់ទេណាអញ្ចឹងអានេះជាស្រទាប់ដទៃទៀតណាបងដែលយើងមិនបាច់ខ្វល់រៀងហើយទេរៀងរើរបស់វាទេគឺសំខាន់គឺស្រទាប់លើបង្អស់អញ្ចឹងអាស្រទាប់ដទៃទៀតហ្នឹងរៀងមិនក៏រៀងទៅស្រទាប់ដទៃទៀតយើងមិនបាច់ខ្វល់ទេគឺរៀងយ៉ាងម៉េចក៏រៀងទៅនេះគឺសំខាន់គឺស្រទាប់លើ
ចឹងនេះគឺជា stratify squamous epithelium អូនចាប់អារម្មណ៍ទៅបងអូនឃើញគឺច្រើនស្រទាប់ហើយស្រទាប់លើបង្អស់រាងសប៉ែតណាចុះចំពោះ stratified cuboidal វិញបងដូចគ្នាដែរបងរៀងគីបហ្នឹងរៀងគីបហ្នឹងនៅលើបង stratified cuboidal គឺរៀងគីបនេះវានៅលើវានៅលើរៀងក្រោមនេះរៀងមិនក៏រៀងទៅបងចឹងអាហ្នឹងយើងហៅថា stratified cuboidal បងដល់ stratified columnar គឺអាលើបង្អស់ហ្នឹងរាងដំបងអាលើបង្អស់រាងដំបងរីអាក្រោមនេះរាងមិនក៏រាងទៅបងណាអញ្ចឹងបងឃើញយើងមាន epithelium ដែលយើងហៅថា stratified cuboidal epithelium យើងមានពាក្យថា stratified columnar epithelium stratified columnar epithelium នេះយើងនេះ stratified cuboidal អានេះ stratified columnar ណានេះនេះគឺវាណយយោវាណាបងឥឡូវយើងមើលអា stratified cuboidal នេះនិង stratified columnar នេះគឺកម្របងគឺកម្រមានណាខ្ញុំក៏បញ្ជាក់ថាវាកម្រហើយភាគច្រើនវា stratified cuboidal ឬក៏ stratified columnar នេះគឺវានៅនឹងអំពង់បហូរទឹកដោះដែរបងក៏វាប្រែប្រួលអំពង់ហ្នឹងគឺវាប្រែប្រួលបងគឺវាចិត្តវាប្រែប្រួលចិត្តកន្លែងចេញឬក៏ចាប់ផ្ដើមពីចំណុចដាក់ដែលវាបហូរទឹកដោះមកទីហោវាប្រែប្រួលបងហើយមួយទៀតវានៅនឹងកិនយន្តិវាបងគឺកិនយន្តិវារបស់ភ្នែកយើងទាំង stratified columnar ទាំង stratified cuboidal ហ្នឹងគឺវាមាននៅក្នុងកិនយន្តិវានៅក្នុងកិនយន្តិវាទាំងពីរហ្នឹងច្រើននៅក្នុងកិនយន្តិវាណាគឺវាប្រែប្រួលបងអាខ្លះ stratified cuboidal epithelium ទៅវាមាន stratified columnar epithelium ថែមទៀតចឹងណាបងអញ្ចឹងនេះគឺជាពាក្យថា stratified ដល់ពាក្យ pseudo stratified ម្ដងអូនពាក្យ pseudo stratified ម្ដងពាក្យថា pseudo stratified ចេះបង pseudo បានន័យថាប្រឆោត fall អូនអញ្ចឹងនេះជា pseudo stratified យើងមាន basal lamina ទៀតដែរទៀតហ្នឹងបងគាត់ថា epithelium នេះវាមានអាខ្ពស់រៀងដបងអញ្ចឹងណាបងនេះមិនដែរវាមានអាទៀបទៀបឆ្លាស់គ្នាបងឧទាហរណ៍អានេះខ្ពស់អញ្ចឹងទៅវាមានអាទៀបចេះហើយវាមានអាខ្ពស់ទៀតទៅអញ្ចឹងហើយមានអាទៀបទៀតអញ្ចឹងណាបងហើយខ្ពស់ទៀបអញ្ចឹងឆ្លាស់គ្នាទៀតអញ្ចឹងអាទៀបnhư cái áo vào viên đây bát ổn nơi khổm ní ri ạc bố như áo viên khát tơ lơ tới về nhận tới chẳng còn mơ biện năng kịp ở biệt tha pseudo stratified ổn epithelium ហ្នឹងយើងប្រើពាក្យថា
pseudo stratify ហើយគេប្រើពាក្យ columnar បង epithelium ហើយគេឃើញជាពិសេសនៅក្នុងផ្លូវដង្ហើមបង is line នៅក្នុងត្រាសៀបងកំពង់ខ្យល់ឬក៏នៅក្នុង bronchus bronchi នេះឧទាហរណ៍បងវាមាននៅកន្លែងហ្នឹងអញ្ចឹងបានន័យថាម៉េចបងពាក្យថា pseudo fall stratify បងមើល pseudo គឺច្រើនសន្ទាប់ប៉ុន្តែបញ្ឆោតកុហកមិនពិតហើយ columnar នេះបងនេះអញ្ចឹងបានន័យថាជាទូទៅបើនិយាយជា simple បងឃើញ epithelium តែមួយជាន់នេះឈរលើ basal lamina នេះបងដល់ stratify ច្រើនជាន់នេះបងឃើញហើយច្រើនជាន់ដល់ pseudo វិញច្រើនជាន់ប៉ុន្តែបញ្ឆោតបងមើលមិនបងមើល level របស់ nucleus នេះហាក់ដូចជា2ជួរបងនេះអញ្ចឹង2ជួរទៅយើងហៅថា stratify ហើយប៉ុន្តែវាមិនមែនសន្ទាប់កោសិកាណាបងគឺគេនិយាយពី stratify តតែសន្ទាប់កោសិកាមិនមែនសន្ទាប់ nucleus ទេបងមិនមែនសន្ទាប់ណយយោទេគឺសន្ទាប់របស់កោសិកាអញ្ចឹងបើគេមើល level របស់ nucleus គឺឃើញមាន2សន្ទាប់ប៉ុន្តែខ្ញុំបញ្ជាក់ណា stratify គេមិនមែនមើល level របស់ nucleus នេះទេគេមើល level របស់សន្ទាប់កោសិកាអញ្ចឹងអូនឃើញពាក្យថា pseudo គឺ fall គឺមើល nucleus នេះឯងវាមិនពិត stratify ទេវាកុហកអីវាបញ្ឆោតទេណាអញ្ចឹង pseudo stratify columnar epithelium នេះបានន័យថា epithelium ហ្នឹងក្រៅអំពីអាខ្ពស់វាមានអាទាបដែរហើយទាំងខ្ពស់ទាំងទាបហ្នឹងទុំលើតម្រតែមួយទេដល់ពាក្យ simple វិញបងឃើញទេបើ simple squamous គឺវារៀង squamous ទាំងអស់ហ្មងវាអត់មានឆ្លាស់គ្នាជាមួយអារៀងខ្ពស់ចេះទេបង simple cuboidal ទាំងអស់ហ្មងបងរៀងគឹបទាំងអស់ហ្មង simple columnar cell ទាំងអស់ហ្មងអូខេប៉ុន្តែអានេះគឺវាឆ្លាស់គ្នាបងរវាងកោសិការាងដំបងនិងកោសិកាទាបនេះអាកោសិការៀងដំបងគឺវាខ្ពស់ទៅវាបែរវាមានទៅដល់លុយមិនណាបងអាផ្នែកapical pole របស់វាប៉ុន្តែចំពោះហើយអា basal pole របស់វាទុំលើ basal lamina ដែរអញ្ចឹងអាហ្នឹង columnar បងប៉ុន្តែចំពោះអាកោសិកា basal នេះទាបនេះគឺវាទាបវាអត់ទៅដល់លុយមិនទេគឺវាឈរលើ basal lamina មែនប៉ុន្តែវាអត់ទៅដល់លុយមិនទេព្រោះវាបាំងដោយអាខ្ពស់ហើយបងអញ្ចឹងពាក្យថា pseudo stratify គឺមានខ្ពស់មានទាបបងគឺកោសិកាខ្ពស់ columnar នេះ columnar cell នេះកោសិកាទាប basal cell នេះហើយទាំងខ្ពស់ទាំងទាបនោះទុំលើតម្រតែមួយគឺទាំង columnar cell ទាំង basal cell អញ្ចឹងវាមានកោសិកា2ក្រុមបងគឺក្រុមខ្ពស់ហើយនិងក្រុមទាបបងហើយទាំងខ្ពស់ទាំងទាបហ្នឹងគឺទុំលើ basal ណានៅលើ basal lamina តែមួយ the same basal lamina the same on the same basal lamina អញ្ចឹងកោសិការៀងខ្ពស់ columnar នេះកោសិកាទាប basal នេះទាំងខ្ពស់ទាំងទាបទុំលើតម្រតែមួយនេះអាហ្នឹងឯងយើងហៅថា pseudo stratified columnar epithelium ហ្នឹងហើយមាននៅក្នុងកំពង់ត្រាសឈានេះមាននៅក្នុងតងសួតបងជាឧទាហរណ៍បងក្រៅអំពីគេចែក epithelium ទៅតាមប្រភេទនៃកោសិកានិងចំនួនស្រទាប់ហើយអូននឹងឃើញទៀតគេចែកទៅតាមអីទៀតគេចែកទៅតាមមុខងារបង specialty
specialization specialization របស់វា specialization របស់ epithelium ណាបងគឺមុខងារបងឧទាហរណ៍បងវាមាន ciliated មាន ciliated វាមាន microvilli វាមាន keratinine keratinine យ៉ាងជាឧទាហរណ៍មុខងារបងហើយខ្ញុំនឹងបង្ហាញ ciliated នៅណាឧទាហរណ៍ផ្លូវដង្ហើមនេះបងអេតលៀមរៀងដបងនេះ columnar នេះវាមាន cilia នៅពីលើនេះវាទុំដោយ cilia នេះ cilia នេះ cilia បងកោសិកាដែលមាន cilia ហ្នឹងយើងហៅថា ciliated cell អញ្ចឹងណាបងហើយអូនបានស្គាល់អំពីពាក្យ cilia ទេបងការមេរៀនកោសិកាបង cilia គឺវាទុំនៅលើផ្លូវដង្ហើមហ្នឹងដើម្បីបកអបងហើយនៅពីលើ cilia ហ្នឹងគឺមួយខុសបងគឺមួយខុសនេះគឺ slash គឺ slash នេះអញ្ចឹងពេលយើងដកដង្ហើមមកមានទូលីដីមានមេរោគមកស្អិតជាប់មួយ slash ហ្នឹងឯងហើយ cilia អ្នកបកហ្នឹងឯងអញ្ចឹង ciliated cell នៅក្នុងផ្លូវដង្ហើមបងគឺមានមុខងារការពារកុំឲ្យមេរោគចូលទៅក្នុងសួតយើងបានណាបងអញ្ចឹងវាបកហ៊ុញអាមួយកដែលប្រតិមួយនឹងមេរោគហើយហ៊ុញម្ដងកំពង់កយើងខាជាកំហាក់មកបងអញ្ចឹងមុខងារហ្នឹងយើងហៅថាការពារបង protection អញ្ចឹង specialization នេះផ្លូវដង្ហើមយើងគឺមានមុខងារការពារ protection ការពារកុំឲ្យសត្រូវចូលក្នុងសួតយើងស្រេចចិត្តណាបងខ្ញុំនិយាយមួយទៀតស្បែកយើងបងកោសិការបស់ស្បែកយើងនេះវាបង្កើតកេរ៉ាទីនបងនៅលើ surface របស់វាហ្នឹងអញ្ចឹងបងឃើញស្បែកយើងមាន stratified squamous epithelium ហើយនេះ skin នេះហើយមាន specialization វាមានកេរ៉ាទីនទៀតនេះកេរ៉ាទីនណានេះអញ្ចឹងកេរ៉ាទីនគឺជា protein ដែលបង្កើតដោយកោសិការបស់ស្បែកនេះឯងហើយវា protection គឺវា cover កេរ៉ាទីនណាបងកេរ៉ាទីននេះវា cover នៅពីលើផ្ទៃរបស់ស្បែកយើងហ្នឹងឯងអញ្ចឹងគេហៅកេរ៉ាទីនណាអញ្ចឹងមុខងារវា protection ដែរបងមុខងារវា protection ដែរ protection ដែរគឺវាការពារទល់នឹងមេរោគផ្សេងកុំឲ្យចូលស្រែកចិត្តមេរោគចង់ចូលឆ្លងកាត់ស្បែកយើងដើម្បីចូលក្នុងខ្លួនយើងគឺកេរ៉ាទីនណានេះឯងជា protein ណាបងវានៅពីលើវា cover នៅលើ surface របស់ skin យើងណាដើម្បីការពារណាមួយទៀតគឺ microvilli បង microvilli នេះខ្ញុំធ្លាប់បង្ហាញនៅក្នុងកោសិកាម្ដងហើយឥឡូវបង្ហាញម្ដងទៀត microvilli នេះគឺមុខងារសម្រាប់ស្រូបបង absorption មុខងារវាសម្រាប់ស្រូបបងសម្រាប់ absorption អូនឃើញ ciliated មិញនេះវាកើតពី microtubule ណាបង ciliated ហ្នឹងវាកើតឡើងពី microtubule ណាបងខ្ញុំរំលឹកបន្តិច ciliated នេះវាកើតឡើងពី microtubule របៀបម៉េចបងគឺ cilium មួយគឺវាមាន microtubule 9 គុណនឹង2នៅខាងបង9 2ដល់18ហើយបូកនឹងមួយគូនៅកណ្ដាលបងអញ្ចឹងវា20 cilia មួយហ្នឹងគឺធ្វើពី20 microtubule បងហើយបងឃើញ microtubule ជា cytoskeleton ដែលជា protein គ្រោងរបស់កោសិកាយើងហើយវាបង្កើតជា cilia នេះដើម្បីបកដើម្បីទប់ទល់នឹងការជ្រៀតចូលរបស់មេរោគអញ្ចឹងវាមាននៅក្នុងផ្លូវដង្ហើមឃើញទេដល់ keratinine នេះគឺជា protein ដែរ cilia ធ្វើពី microtubule tubulin ក៏ protein បងដល់ keratinine នេះ keratin ហ្នឹងក៏ protein ដែលបង្កើតដោយកោសិកា epithelial cell របស់ស្បែកហ្នឹងហើយវា cover នៅលើស្បែកដើម្បីការពារដែរបងនេះដល់ microvilli មាននៅក្នុងពោះវៀននេះអូខេ
small intestine ឧទាហរណ៍គឺរបៀបនេះបងវាខុសពីស៊ីលៀចេះអូនឃើញវាខុសពីស៊ីលៀចេះនេះគឺជា microvilli គូប៉ុណ្្នឹងចុះហើយកោសិកាពោះវៀនយើងរៀងជា columnar បងអញ្ចឹងបដូលវានេះគឺអាក់ទីនបងកន្លែងនេះគឺអាក់ទីនយើងធ្លាប់រៀននៅក្នុងកោសិកាម្ដងហើយបងអា microvilli ហ្នឹងអញ្ចឹងបងឃើញកោសិកាពោះវៀនយើងហៅថា enterocyte បងenterocyte នេះអញ្ចឹង enterocyte មាន microvilli គឺជាចំណោលបងគឺជាការដោលជាការលយរៀងជាម្រាមដៃហើយមានបដូលនៅក្នុងសាយតូផ្លាសនេះគឺជាអាក់ទីនបងជា microfilament ហ៎ហើយវារុំជុំវិញដោយ cell membrane បង phospholipid ហ៎ហើយវារៀងឆេងច្រាអញ្ចឹងវាបង្កើនផ្ទៃធំហ៎បងដើម្បីស្រូបបានច្រើនអញ្ចឹង microvilli ពេលដែលចំណីអាហារចូលមកដល់ពោះវៀនតូចយើងហ្នឹងគឺផ្ទៃរបស់វាធំព្រោះវាពុតពេនអញ្ចឹងដល់យើងផលិតមកធំអញ្ចឹងផ្ទៃធំស្រូបបានច្រើនអញ្ចឹងធ្វើនេះដើម្បីបង្កើនសើដែលមានសាយតូផ្លាសមានអាក់ទីនហើយព័ទ្ធជុំវិញដោយ cell membrane ណាអញ្ចឹងអាហ្នឹងគឺលក្ខណៈនៃ microvilli ទេអញ្ចឹង specialization របស់វាសម្រាប់ស្រូបអូន absorption ក្រៅពីហ្នឹង epithelium គេចែកចេញជាមួយទៀតបងទី4ខ្ញុំសរសេរកន្លែងនេះទី4ដើម្បីយើងសនុកគេប្រើពាក្យ transitional epithelium transitional epithelium វាអត់ចូលទៅក្នុង classification ខាងលើទេបង transitional នេះវាប្រែប្រួលបងហើយខ្ញុំនឹងបញ្យល់ transitional នេះជាពិសេសនៅក្នុង urinary tract បងនៅក្នុង urinary bladder នៅក្នុង ureter បងដែលភ្ជាប់ kidney មកបងឧទាហរណ៍គឺ transitional epithelium នេះមានក្រាលនៅក្នុងប្លោកនោមឬក៏នៅក្នុង ureter បំពង់ពហុនោមពី kidney មកកាន់ប្លោកនោមបងហើយនឹង urethra ដែរបងប៉ុន្តែ urethra ផ្នែកខាងដើមនេះurethra នេះផ្នែកបំពង់ពហុនោមដែលចេញពីប្លោកនោមមកក្រៅបងដល់ ureter ភ្ជាប់ kidney មកកាន់ប្លោកនោមអញ្ចឹងកន្លែងហ្នឹងក្រៅដោយ transitional epithelium បង transitional epithelium មិនចេះបងគឺវាប្រែប្រួល transition ហ្នឹងម្ដងក្រាស់ម្ដងស្ដើងបងពេលដែលឧទាហរណ៍ប្លោកនោមយើងពេលដែលមាន urine full វាស្ដើងទៅវា stretch ទៅបងដល់ពេលយើងបត់ជើងតូចអស់វាទៅជាក្រាស់វិញបងអញ្ចឹងម្ដងក្រាស់ម្ដងស្ដើងគឺវាប្រែប្រួលទៅតាមកលៈទេសៈអញ្ចឹងគេប្រើពាក្យ transitional បងអញ្ចឹង transitional គឺវាតាក់ទងទៅនឹងពាក្យពីរនឹងឯងបងគឺអូនឃើញ sin នេះពេលដែល full urine full of urine ដល់វាក្រាស់វិញបងគឺពេលអត់មាន urine បង empty of urine អញ្ចឹងពាក្យហ្នឹងយើងប្រើពាក្យ transitional បងគឺប្លោកនោម ureter urethra គឺក្រាលដោយ epithelium របៀបហ្នឹង
គឺវាប្រែប្រួលយើងប្រើពាក្យ transitional epithelium ហ្នឹងគឺម្ដងក្រាស់នៅពេលផ្លោកនោមទទេបងប្អូនម្ដងស្ដើងនៅពេលផ្លោកនោមពេញដោយទឹកនោមអញ្ចឹងពាក្យហ្នឹងយើងប្រើពាក្យថា transition បងប្អូនការប្រែប្រួលជាង epithelium នៅក្នុងខ្លួនយើងគឺគេបែងចែកតាម4ប្រភេទហ្នឹងបងគឺទៅតាមចំនួនស្រទាប់មាន simple stratify pseudo stratify ទៅតាមរាងរៅរបស់កោសិកាមានរាងស្គមមកសប៉ែតរាងគីបដលរាងគីបរាង columnar រាងដបងអញ្ចឹងណាបងទៅតាម specialization តាមឯកទេសបងគឺមាន epithelium ខ្លះមាន cilia ដូចជាផ្លូវដង្ហើមសម្រាប់ការពារបក់កុំឲ្យមេរោគចូលបងគេរ៉ាទីនណាយក៏ការពារដែរបង្កើតគេរ៉ាទីនស្បែកយើង epidermis របស់ស្បែកយើងមានគេរ៉ាទីនទប់ទល់មួយមេរោគបងដល់នៅពោះវៀនជាពិសេសពោះវៀនតូចមាន microvilli ដែលបង្កើត surface area ដោយសារវាត្រូវការស្រូបបងប្អូនហើយ microvilli គឺកើតឡើងពីការលយនៃ cytoplasm រៀងជាម្រាមដៃហ្នឹងដែលបដូលរបស់ cytoplasm ហ្នឹងគឺ actin នឹងឯងដោលហើយព័ទ្ធជុំវិញដោយ phospholipid ដែលជា cell membrane ណាបងប្អូនរីឯ cilia បងប្អូនស្គាល់ហើយគឺវាកើតឡើងអំពី microtubule បងប្អូនណាហើយវាបកណាអញ្ចឹងនេះគឺការសង្ខេបឲ្យយើងស្គាល់អំពីប្រភេទនៃ epithelium បងប្អូនហើយពាក្យថា transitional epithelium វាប្រែប្រួលទៅតាមពេលវេលាដូចជាផ្លោកនោមយើងពេញដោយទឹកនោមគឺវាស្ដើងទៅដល់ពេលយើងបត់ជើងតូចអស់វាក្រាស់អញ្ចឹងណាបងអញ្ចឹងហ្នឹងគឺជាប្រភេទនៃ epithelium ហ្នឹងអូខេយើងសម្រាប់បន្តិចបងចូលមកវិញយើងនឹងរៀបរាប់វាយើងសម្រាប់តិចទៅ